ระเบียบធ្វើភួងពីលួសកាមញ៉ៃបែបតូចញឹបញឹបលួសកាមញ៉ៃដែលត្រូវការស្របតា9ដើមទេដូចខ្ញុំដាក់លើនឹងហើយក៏មានជាមួយនឹងខ្មៅដៃឬក៏ប៊ិចអីមួយមកល្មមមកដើម្បីយើងរុំវាស្តៀងនឹងការយើងរៀនធ្វើផ្លែក្រូចដែរសម្រាប់ទី1ហ្នឹងយើងយកមកតសៃពេញអញ្ចឹងសម្រាប់ទី2គឺយើងកាត់យកតាពាក់កណ្ដាលបានហើយល្មូលទៅដូចមិញដូចគ្នាសម្រាប់កន្ត្រៃដែលខ្ញុំកាត់នេះចូលស្តុកវិញណាបងចូលមកជឿនឹងបាន2ម៉ូតបានទាំងម៉ូតកាត់ហើយនិងម៉ូតពុតទៀតអញ្ចឹងសម្រាប់ការយកមកល្មូលនេះគឺខ្ញុំប្រើពីរពណ៌សយើងកាត់ជាពីរហើយអាពណ៌ក្រហមនោះក៏កាត់ជាពីរដូចគ្នាបន្ទាប់មកយើងចាប់ផ្ដើមយកអាហ្នឹងមកបិទផ្គុំតគ្នាដែលយើងឆ្លាស់ពណ៌ដែលយើងកាត់មកកណាត់ហ្នឹងមកយើងចង់ដូរពណ៌វាម្ដងសម្ដងក្រហមអញ្ចឹងបងប្អូនមើលតាមហ្នឹងឲ្យបិទមួយទៅឲ្យស្រួលធ្វើមែនតើអត់យូរទេពលមូទៅលមូមកពេលធ្វើឲ្យខ្ជូតខ្លាំងណាស់បងខ្ញុំធ្លាប់តែធ្វើភួងធំហើយវីដេអូភួងធំក៏ខ្ញុំមានដែរតែខ្ញុំប្រសូបបញ្ចេញអាតូចនេះទៅនេះយើងដល់វគ្គយើងសោកមួយដើមយើងយកមកតសៃវែងពេញតែម្ដងរូតវាចូលតាមហ្នឹងទៅនេះបងប្អូនសារ៉េមើលឲ្យស្មើហើយចាំយើងទាញវាមកចងគួចវាមកបងប្អូនពេលគួចហើយយើងសារ៉េរៀងឲ្យរៀងមូលស្អាតតិចមើលទៅសមតំណងណាហើយយើងយកវាទៅទុកមួយលើសិនជំហានបន្ទាប់គឺយកលួសពណ៌បៃតងម្ដងដើម្បីយកមកធ្វើជាផ្កាតំណប់ខាងក្រោមសម្រាប់តម្រងនៃការធ្វើនេះគឺតែមួយដូចគ្នាជាមួយនឹងផ្កាអង្គាសសិលដែរអញ្ចឹងខ្ញុំរៀងកាត់តិចនៅកន្លែងនេះអត់បានដាក់ពេញបងប្អូនណាវាតែមួយតែយើងធ្វើជាមួយពណ៌បៃតងដើម្បីឲ្យលីភួងនោះមានភាពរស់រវើកហើយមានពណ៌បៃតងហើយយើងពុតឲ្យស្មើសាច់ឲ្យស្អាតមកយើងកាត់គូតវាចោលទាំងអស់តែម្ដងអត់មានទុកទេនេះខ្ញុំប្រើកន្ត្រៃហ្នឹងមកកាត់ទៀតហើយកន្ត្រៃនេះធូរបងប្អូនមើលតាមរៀលជាងឯងស្រួលកាត់ស្រួលប្រើប្រាស់ហើយយើងនេះញុកវាចូលនៅក្នុងគូតផ្កាហ្នឹងមករូតវាឡើងទៅលើឲ្យកលហើយយើងហែកជើងនឹងជាពីរទុកសម្រាប់ធ្វើរំយោលខាងក្រោមមកដល់កន្លែងធ្វើកូនផ្ការំយោលនេះគឺយើងយកមកតសៃតែ15សង់ទីម៉ែត្រទេហើយរុំយកតែ4ស្ទាប់ទេអត់រុំយក5ដូចមុនហ្នឹងឯណាអញ្ចឹងអានេះយើងយកតែ4មកមើលទៅបងស្ទាយតែមួយគ្រាន់យើងបន្ថយចំនួនស្ទាប់របស់គេពេលដែលយើងយកបាន4ហ្នឹងហើយយើងបត់ពុតមកហើយមិនបាច់ទុកគូតឲ្យវែងឯទេព្រោះនេះយើងត្រូវធ្វើគូតខាងក្រោមណាធ្វើអាតូចនេះរៀងតឹងចិត្តបន្តិចតែបងអាចសាកលេងបានអត់អីទេសុបាយវារៀងកប៉ិកប៉ុកបន្តិចសរុបទៅចំនួនកូនផ្កាតូចហ្នឹង8គ្រាប់ពណ៌ស4ក្រហម2ហើយនិងបៃតង2យើងចាប់ដើមយកវាមកញុកធ្វើមយោលនឹងក្រោមនេះហើយមកចាហៀងយើងញុក4មកគឺពណ៌ស1គូបៃតង1ហើយនិងក្រហម1ប៉ុន្តែសម្រាប់ក្រហមចុងក្រោយគេគឺយើងបិទកៅតែម្ដងដើម្បីវាមានភាពជាប់ធ្វើរៀងមាំអញ្ចឹងសម្រាប់ពណ៌ក្រហមនេះខ្ញុំបិទគូតក្រោយគេខ្ញុំដាក់កៅហ្មងឲ្យវាជាប់នេះដើម្បីកន្លែងរំយោលហ្នឹងហើយខ្ញុំក៏បានបន្ថែមផ្កាមកគ្រាប់ទៀតដែលរៀងជាមួយនឹងផ្កាអង្គាសសិលតែម្ដងគ្រាន់យើងអត់ប្រើជា snow ទេយើងបិទជាអង្កាំពីលើហ្នឹងវិញបន្ទាប់ពីបានដាក់អង្កាំហើយនិយាយទៅកាន់តែមានភាពរស់រវើកហើយស្អាតជាងមុនទៀតហើយធ្វើពណ៌អីក៏សមដែរបងចង់កំងខ្ញុំដើម្បីធ្វើជាបតងសោឡានឬក៏កដោជូនភ្ញៀវអីក៏ខ្ញុំមានទទួលកំងដូចគ្នាតម្លៃធូរណាភួងនេះចង់ទិញសម្ភារៈយកធ្វើខ្លួនឯងក៏ខ្ញុំមានទាំងដុំទាំងរៀល